បឹងទន្លេសាបនិងបឹងទន្លេមេគង្គបាក់ច្រាំងខូចខាតណាចោលឆក់ប្លន់បាខ្សាច់បំផ្លាញមច្ឆាជាតិហឹមអង្គរវត្តដើមដំបូងឲ្យលុយគេទេពួកយួនមកលក់សំបុត្រយកលុយក្រោយមកធ្លាក់មកលើអឺអប្សរាអប្សរាឆ្នាំទៅណាជនបរទេសវាយគ្នាបែកក្បាលអប្សរាសុកចិត្តបាត់បង់ស្ថិតិស្ដីអំពីចំណូលអង្គរអត់ទៀងទាត់ទេចេះតែអួតថាកើនប៉ុន្តែអត់ដែលមានរបាយការណ៍រៀងរាល់3ខែឬ6ខែម្ដងហើយដាក់តម្រៀបរាល់ឆ្នាំទេបើចង់បានរបាយការណ៍អំពីចំណូលទេសចរអង្គរទៅរកអត់ឃើញទេប៉ុន្តែអួតឲ្យធ្វើម៉េចឡើយពលានយន្តហោះអាដែងដែលថាលុយរបស់ខ្មែរនៅខេត្តកណ្ដាលនេះអានោះសូម្បីតែបរទេសក៏គេអង្គុយមើលគេដឹងថាលុយនឹងមកពីណាអូខេហើយចុះអាពលានសៀមរាបជាពាក់គេ50ឆ្នាំហ៎55ឬ50ឆ្នាំហើយចុះអាតារាសាគរអានឹងគោលដៅសម្រាប់ចិនប្រើប្រាស់តាក់ទងនឹងកំពង់ផែរៀម